របៀបដាក់អាស័យដ្ឋាននៅក្នុង app Lazada ជាដំបូងបងចូលទៅក្នុង app Lazada រួចចុចពាក្យថា account រួចចុចសញ្ញា setting ចុចពាក្យ address book រួចចុចពាក្យ add address ដើម្បីដាក់ទីតាំងបានសូមបងចូលទៅកាន់ app VTS ជាមុនសិនរួចចុចពាក្យថា warehouse ជ្រើសយកប្រទេសវៀតណាមចុចលើទម្រង់ app Lazada បន្ទាប់មកបងធ្វើការ copy ម្ដងមួយយកទៅផាសនៅក្នុង app Lazada វិញដល់ត្រង់ចំណុចនេះបងអាចចុចតាមខ្ញុំបានបងអូសមកខាងក្រោមឬចុចពាក្យថា Info Ho Chi Minh ពាក្យបន្ទាប់គឺសារតែញឺចំណុចចុងក្រោយបងអាច copy វិញបានធម្មតាមុននឹងបងធ្វើការ save សូមបងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ជាមួយគំរូក្នុង app VTS ជាមុនសិនជៀសវាងការខុសព័ត៌មានឬខុសលេខកូដណាមួយឬក៏ screenshot សួរក្រុមការងារ VTS ក៏បានពិនិត្យរួចរាល់បងចុចពាក្យ save រួចជាការស្រេចសូមអរគុណចំពោះការគាំទ្រសេវាកម្មរបស់ VTS